សួស្តីបងប្អូនថ្ងៃនេះមកហាលស្រូវឆ្នាំនេះអត់សូវបានផលទេបងប្អូនអើយរាំងរឹសពេករាំងពេកចឹងទៅស្រែមានតែស្មៅអត់មានស្រូវដល់ស្មៅឡើងលុបស្រូវទៅស្រូវអត់មានផ្លែលីងឥឡូវពងថាម៉េចកំពុងស្ទុំមិនដឹងហាលមិនទេនេះឥឡូវបថុយចាក់ស្រូវបថុយអាភ្លៀងហ្នឹងសាវិញមិនទាន់សើមអីលើសដើមបដ ாய் ហាល3អ្នកម៉ែក្នុងបងទី4បន្ទាប់ពីខ្ញុំទៅស្រែកទឹកពេកចូលផឹកកាហ្វេតិចសិនកាហ្វេនេះគេល្បីថាឆ្ងាញ់គ្រប់គ្នាឥឡូវសាកមើលពេលមួយចាអូខេអូចាំអូយដៅអស់ចាអើយចាឈុតស្រោហើយណាចាហើយបានស្រោមកបាន8ដាក់ស្ករ 10% បានទៅដាក់ 50% ញាក់ដូចកូនកែបទៅចាខ្ញុំទឹកនំផ្អែមចាំតិចអើយញប់ដៃញប់ជើងមកទៅសូមល្បីក្នុង TikTok ក្នុង Facebook ខ្លាណាវេហ្នឹងឡូវមកភាសាផ្ទាល់មកមិនវិញគូសក់ដែរតើហើយចែបានផលច្រើនណាស់ណាបងចែបានបាត់បង់ផលថា 50% ខ្ញុំ 50% ខ្ញុំសឹងអា 100% បានហើយណាឡូវឆ្នាំទៅធ្លាប់បាន10ស្បោងជាងឆ្នាំនេះបាន4ស្បោងបាយទឹកណានេះឆ្នាំនេះហើយបានអីហូបវិញចឹងកូនឡើង7 8ហើយបានញ៉ាំស្បោងធ្វើមិនទេទិញកទិញអីខ្លះចាអើយធ្វើមិនទេបើយើងសុកយើងរាំងភ្លៀងអញ្ចឹងអត់ដល់ទេបងបានច្រើនបងអត់ច្រើនបងអត់តិចអត់បានច្រើនតែបានតិចដែរមិនទេសំលុយទុកឲ្យមិនដឹងពុនកូនសាទៅមិនអស់ខ្ញុំអត់ឃើញផងណាអត់ដល់រឹសខ្មៅដាក់ឲ្យយកអត់ទេហើយនេះបងទី1របស់ខ្ញុំដឹងយកស្អីមកឲ្យយីរួមបងខ្ញុំទាំងអស់ឲ្យដឹងថាប្អូនមកចំណៃចំណុកបាយទឹកអីផ្គត់ផ្គង់ខ្លាយតែប្អូនអត់បងប្អូនអេណាលុយចាសិនចាំមើលចាំទូទាត់លូស្រូវអីសិនបានលុយបានកាត់សអើយលុយស្រូវបានស្រូវ2បោក2ស្បោកឥឡូវចាំលុយស្រូវនេះនេះអូណោពីរទេចុះស្រូវ1គីឡូស្រូវខ្ញុំដល់2មិនម៉ែស្រូវ1គីឡូហ្នឹងដល់ណាទៅបងម្នាក់6បង7បងគ្រប់គ្នាហ្នឹងខ្ញុំមកស្រូវខ្ញុំទាំងអស់តាតែបើស្រូវខ្ញុំតែ3 4ស្បោងហ្នឹងឯងចុះចា6ឡើងពេញនេះបងប្អូនឃើញស្រូវតម្រៀបច្រើនស្មានតែស្រូវខ្ញុំទាំងអស់តាមពិតដល់ស៊ូម៉ែទៅមិនម៉ែប្រាប់ថាស្រូវបានកូនឯងបានតែ6ស្បោងឯងក្រៅពីហ្នឹងស្រូវបងទាំងអស់ទេងាប្រេបដោយបងប្អូនអើយឆ្នាំនេះបាត់ផលច្រើនស្រែចំណែកខ្ញុំធ្លាប់បានជាង10ស្បោងឥឡូវឆ្នាំនេះបានតែ6ស្បោងសាររាំងពេកបងប្អូនបាទឥឡូវដល់ម៉ោងបាយហើយបងប្អូនក្រោយពីហាលស្រូវមកប្រាវនេះក្រុមគ្រួសារចៅកេតនេះបងខ្ញុំលើកបន្លែក្មួយហើយនឹងកូននេះបងខ្ញុំដែរហើយមកហូបតាមបែបស្រុកស្រែឆ្ងាញ់ណាបងប្អូនណាបន្លែប្លុកត្រីអាំងទឹកគ្រឿងនេះគឺថារសជាតិមិនអាចបំភ្លេចបានសាមញ្ញតែឆ្ងាញ់មិនងាយបានហូបទេបងប្អូនណាអញ្ចឹងវីដេអូគឺមានតែប៉ុណ្្នឹងទេបងប្អូនបាទសូមអរគុណសូមជម្រាបលា